កំណាព្យបទពាក្យ7ដែលមានចំណងជើងថាឱពុកខ្ញុំអើយកំណាព្យនេះមានចំនួន18វគ្គដែលនាងខ្ញុំតាក់តែងឡើងរៀបរាប់ពីខ្សែជីវិតពុតរបស់លោកឪពុកខ្ញុំដែលចុងក្រោយលោកឪពុកខ្ញុំបានលាលោកចាករយៈពេលជិត3ខែកន្លងទៅហើយកំណាព្យនេះសង្ឃឹមថានឹងបានឮដល់លោកឪពុកជីវិតពុកខ្ញុំពិតកំសត់ធ្វើការនឿយហត់ព្រោះកូនភ្ងាជាជាងគំនូរព្រះវិហារតែរឿងការងារធ្វើគ្រប់យ៉ាងរដូវទឹកឡើងពុករកអស់រកឈើចម្រោះគ្រាន់សំអាងគ្រាន់ចំអិនម្ហូបនិងសង្សាងស្ពានទៅត្រើយម្ខាងឆ្លងរកញាតិរឿងនេសាទលោកពុកពូកែមងលោបហោហែធ្វើផ្អកទៀតពុកមិនទំនេរពុកខំឆ្លៀតសំណងក្មេកគ្មៀតស៊ីឈ្នួលគេខ្ញុំធាក់កង់ចេញពីសាលាឃើញពុកធ្វើការមិនទំនេររៀបឥដ្ឋហាលក្តៅញាប់ដៃស្មេដើម្បីមាសមេទៅពុកខំធាក់កង់ទៅផ្ទះទាំងទឹកភ្នែកអាសូរពុកពេកញើសជោកជាំពុកមិនហ៊ានចាយទុកសន្សំធ្វើការផ្សែផ្សំឲ្យកូនរៀនលីសែងរែកដីបេះផ្លែដូងការងារលេចត្បូងឲ្យតែមានម្ហូបនំចំណីពុកមិនហ៊ានទោះបីពុកឃ្លានក៏មិនហូបពិសាត្រីស្អុយពុកថាឆ្ងាញ់សម្លក់ដាក់ខ្លាញ់គឺជាម្ហូបពុកថាឆ្ងាញ់ណាស់ពុកស្រស់ស្រូបនឹកគ្រាពុកហូបខ្ញុំឈួលណាស់ព្រោះតែជីវភាពកូនពុកច្រើនកូនពុកចម្រើនពេលពុកចាស់មិនឲ្យពុកធ្វើការងារផ្ដាស់សុខភាពពុកផ្លាស់ពុកឡើងឈាមឡើងលើកទី1ពេលធ្វើស្ពានតែពុកមិនឈានដល់ថ្នាក់ធ្ងន់ពុកដើរបានខ្លះឆាប់ស្រពន់មិនដូចពេលមុនវ័យរាងចាស់ពុកតែងទៅវត្តជិះកង់3ក្មេងចាស់ប្រុសស្រីស្គាល់ពុកច្បាស់ពុកពិការពិតតែខំណាស់ព្យាយាមរហ័សព្រោះចង់ជាកូនសប្បាយពេលឃើញពុកបានសុខស្រណុកនឹងកូនភ្ងាចៅទៅលេងគ្រប់គ្នាពុកលេងរងាលេងទុកខាតែអនិច្ចាអស់និស្ស័យពុកទៅគ្មានថ្ងៃវិលឡើយណាឡើងឈាមលើកនេះពុកមរណាពុកលារៀមរាចោលកូនចៅមុនផុតដង្ហើមខ្ញុំទៅក្បែរជូតលាងអង្អែលមុនពុកទៅខ្សាប់ប្រាប់ពុកថាកូនពៀពៅកូនពុកនៅក្បែរពុកណាពុកបានឮទេតាសូរធម៌គំនូរបវរពុកអស្ចារ្យដាក់តាំងក្បែរពុករូបទេវតាព្រះពុទ្ធអង្គណាក៏ស្គាល់ដែរពុកបានឮហើយកងមរណាទឹកភ្នែកនេត្រាហូរឥតល្ហែពុកខ្ញុំទៅហើយលែងបានក្បែរលែងបានថ្នមថែលែងមានពុកស្មេបណ្ដើរយំបណ្ដើរវេលានេះតើពុកនៅណាមិនហ៊ានមើលរូបពុកម្ដងណាខ្លាចទឹកនេត្រាស្ពឹកជើងដៃកូនបានបន់សងសុំឲ្យពុកគ្រប់ជាតិទៅមុខសុខរំពៃរាប់បាតធ្វើបុណ្យរាល់នេះន័យសងបុណ្យរាល់ថ្ងៃបានដល់ពុកកូនប្រុសស្រីត្រូវតែចេះថែគុណពុកគុណម៉ែត្រូវនាំមុខរួចចាំទៅវត្តធ្វើបុណ្យទុកសងទៅថ្ងៃមុខសុខរៀងអើយចាស់កំណាព្យនេះដែរបើសិនជានាងខ្ញុំសូត្រទៅអានទៅមានកំហុសខុសឆ្គងឬសរសេរទៅមានខុសអក្ខរាវិរុទ្ធត្រង់ណាក៏សូមមេត្តាអធិស្ឋានពុកណាចាស់សូមអរគុណសូមគោរពជម្រាបលា